អរគុណពុកម៉ែដែលបានមកតាមដាននៅវីដេអូរបស់ខ្ញុំមុននឹងថប់ចូលមកនៅវីដេអូសូមពុកម៉ែជួយ Subscribe Like និង Share វីដេអូឲ្យខ្ញុំមើលផងបាទនេះគឺជាទស្សនវិជ្ជាដែលខ្ញុំខំថតនៅក្រោមស្រះដែលគេតម្រូវទុកនៅទឹកស្រោចនៅដើមចេកក្រុមហ៊ុនទីស្រះនេះមានតែត្រីហើយនឹងស្លែត្រីជាច្រើនខ្នាប់លើគ្នាមកជាពិសេសត្រីឡាប់យ៉ានៅខាងនេះហៅត្រីឡាប់យ៉ាអត់ឡាប់យ៉ាឃើញត្រីឡាប់យ៉ាពីរក្បាលអូធំណាស់នេះថតតាំងពីឆ្ងាយបើតែនៅថតបន្តទៅដឹកធំយ៉ាងណាឃើញចេញមកណាមួយទៀតថតមិនហ៊ានថតនៅយូរថតមួយងឹតស្លឹមមកដល់មកខែងរដូវភ្លៀងពេញចិត្តភ្លៀងពេលណាភ្លៀងមនុស្សថតនៅក្រោមទឹកមានទូរស័ព្ទនៅខាងលើមានខ្សែភ្លើង 3000 វ៉តនោះណាមិនខ្លាចនេះគឺជាស្លែដែលដោះលើជីចន់ក្រៅពីវីដេអូថតក្រោមទឹកមិនដឹងធ្វើនៅតែងចេញជាអីទៅថតនៅអីឲ្យសមរម្យនៅអ្នកផលិតវីដេអូគុំតែមិនដឹងថាវីដេអូរបស់ខ្ញុំមិនដឹងថាចាប់ស្ប៉ាមអត់មករោមខ្នាប់លើគ្នាមកត្រីឡាប់យ៉ាច្រើនមែនចង់បោបាញ់គេឯងទេខ្លាចបាបមនុស្សកំពុងតែបាបច្រើនផងទុកបាបឡើងថែមទៀតទ្វេនាំមកទេបាបធ្ងន់ហើយគិតថាថតតែអញ្ចឹងបានមើលនៅធម្មជាតិនៅខាងក្រោមទឹកមិនមានមនុស្សសាងសង់មិនមានមនុស្សរស់នៅស្អាតលយអស្ចារ្យមែនបើថាកន្លែងណាដែលមានមនុស្សរស់នៅកន្លែងណាមានមនុស្សសង់នឹងថាអត់ឃើញស្រស់បំប្រងទេដឹងថានេះ
nơi miền video play thiệt ọt mà đừng của thế miền thì phần nâng trong trăm nước khơi thơ video thứ mấy làm bây chun tôi đã phục mai bóng bồn tao xin à công tích tham miền comment mô thả video đã đè choคุณผู้แม่บางคนได้บันโฆษณาในวิดีโอเราบอกខ្ញុំថ្ងៃនេះត្រីច្រើនដែរតែភ្លៀងមិនភ្លៀងមកហើយនឹកស្លុបហើយ